កំពុងលេចលឺនៅព័ត៌មានថ្មីក្តៅគគុកទៀតហើយប្រិមិត្តតេតងទៅនឹងរឿងរ៉ាវបែកបាក់ស្នេហារបស់លោកបូភត្រាប្រិមិត្តជាទីមេត្រីបងប្អូនមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានឃើញនៅរឿងរ៉ាវនៃការបែកបាក់ស្នេហារវាងលោកបូភត្រាជាមួយនឹងកញ្ញាស្រីនូដោយនៅយប់ថ្ងៃទី31ខែមករាឆ្នាំ2026គឺពួកគាត់ទាំងពីរនាក់បានធ្វើការបង្ហោះសារព្រមគ្នាតេតងទៅនឹងការបញ្ចប់ទំនាក់ទំនងស្នេហាក៏ដូចជាគូដណ្ដឹងនឹងគ្នាជាពិសេសគឺជាការប្រាប់ដំណឹងទៅដល់ fan ក៏ដូចជាអ្នកដែលគាំទ្រពួកគាត់ទាំងពីរនាក់ដោយក្នុងនោះអ្នកនាងស្រីនូបានបង្ហោះសារប្រាប់ដំណឹងទៅដល់បងប្អូនមហាជនថានាងខ្ញុំសូមគោរពជំរាបជូនឯកឧត្តមលោកជំទាវញាតិមិត្តបងប្អូនជាទីគោរពរាប់អានទាំងអស់មេត្តាជ្រាបថានាងខ្ញុំនិងបងបូភត្រាបានផ្ដាច់ចំណងជាគូដណ្ដឹងនឹងគ្នាចាប់ពីពេលនេះតទៅដោយសារយើងទាំងពីរមិនមាននិស្ស័យបន្តទៅទៀតសូមឯកឧត្តមលោកជំទាវញាតិមិត្តបងប្អូនទាំងអស់គ្នាមេត្តាជ្រាបបានមេត្តាទទួលជ្រាបជាដំណឹងដោយសេចក្តីគោរពចំណែកឯលោកបូភត្រាក៏បានបង្ហោះសារជម្រាបដំណឹងទៅដល់ពុកម៉ែបងប្អូនផងដែរដែលលោកបានប្រាប់ថាសូមគោរពជម្រាបជូនពុកម៉ែបងប្អូនទាំងអស់គ្នាជាការគោរពតាមការសម្រេចចិត្តទាំងសងខាងខ្ញុំនិងអូនូសម្រាប់បញ្ចប់ចំណងជាគូដណ្ដឹងហើយមូលហេតុយើងអស់និស្ស័យទាំងសងខាងយើងទាំងពីរមិនមានវិវាទអ្វីជាមួយគ្នាទេសម្រាប់ដើរផ្លូវរៀងខ្លួនដោយស្នាមញញឹមបាទបងប្អូនប្រិមិត្តអញ្ចឹងនេះគឺជាមូលហេតុដំបូងដែលយើងបានលើពីពួកគាត់គឺថាការសម្រេចចិត្តបែកគ្នានេះគឺដោយសារតែពួកគាត់អស់និស្ស័យបាទគឺពួកគាត់សម្រាប់បញ្ចប់ទំនាក់ទំនងជាគូដណ្ដឹងនឹងគ្នាហើយចែកផ្លូវគ្នាដើររៀងខ្លួនប៉ុន្តែមិនមានទំនាស់ឬក៏វិវាទអ្វីនឹងគ្នាទេប៉ុន្តែយ៉ាងណាមិញនោះជឿថាបងប្អូនមហាជនហាក់នៅមានមន្ទិលសង្ស័យថាលោកទាំងពីរគឺមានរឿងអ្វីផ្សេងបាទខណៈពេលដែលបងប្អូនមហាជនកំពុងតែមានការសង្ស័យថាពួកលោកអាចនឹងមានរឿងអ្វីនៅពីខាងក្រោយខ្នងទៀតនោះស្រាប់តែនៅពេលនេះគឺមានលេចចេញនៅរូបភាពថ្មីគឺមិនដឹងថាជាការពិតឬយ៉ាងណានោះទេគឺអ្នកនាងស្រីណូធ្លាប់រៀបការស្វាមីរួចម្ដងហើយបាទអញ្ចឹងមើលទៅតាមរូបភាពគឺឃើញអ្នកនាងស្រីណូគឺពិតជាធ្លាប់បានខ្លាយជាកូនក្រមុំរួចម្ដងហើយមែនជាមួយនឹងបរិសម្នាក់គឺនៅក្នុងថ្ងៃមង្គលប៉ុន្តែយ៉ាងណាមិញនោះគឺមហាជនកំពុងតែគិតថាអ្នកនាងស្រីណូគឺមានការកុហកបាទគឺមិនបានប្រាប់ទៅដល់លោកបូភត្រាតាមត្រង់ទេថាអ្នកនាងគឺធ្លាប់រៀបការស្វាមីរួចម្ដងហើយបាទបើសិនជាដូចទៅនឹងរូបភាពដែលបានឃើញនេះគឺជាការពិតមែននោះនេះហើយអាចជាមូលហេតុធំចម្បងនៅពីក្រោយនៃការសម្រេចបែកបាក់គ្នារវាងលោកបូភត្រាជាមួយនឹងអ្នកនាងស្រីណូក្នុងនាមជាគូដណ្ដឹងប៉ុន្តែយ៉ាងណាទៀតនោះចាំមើលរឿងរ៉ាវពិតនៃការបកស្រាយរវាងពួកគាត់ទាំងសងខាងបញ្ជាក់បន្ថែមទៀតថានេះគឺជាការពិតឬយ៉ាងណា